សម្រួលរ៉ាឌីកាល់3ជាន់មានឬទី5ឬទី4និងឬទី3របៀបធ្វើរបស់វាគឺយើងដាក់រ៉ាឌីកាល់ទាំង3ជាន់រួមគ្នាតែម្ដងហើយយើងបញ្ចូលទៅក្នុងរ៉ាឌីកាល់ជាឬទី3យើងដាក់2សេគុណ3ចំណែកលេខ2នេះវិញត្រូវចូលទៅក្នុងឬទី4ផងហើយក៏បន្តចូលទៅក្នុងឬទី3ដូច្នេះហើយទៅបាន2សេគុណ4គុណនឹង3ជាបន្តបន្ទាប់សន្ទុះនៃឬទាំងអស់យើងបន្តការគុណបញ្ចូលគ្នាចំណែករ៉ាឌីកង់ដែលមានគោល2ទាំងអស់នោះយើងធ្វើការបូកនីតិសន្នបញ្ចូលគ្នាតែម្ដងចម្លើយទទួលបាននីតិសន្ន16យើងធ្វើការចែកនីតិសន្នសន្ទុះដោយដែលបានបង្ហាញជូននៅពេលនោះចម្លើយទទួលបានគឺឬទី15នៃ2ស្វ័យគុណ4ត្រូវនឹងឬទី15នៃ16ចំពោះលំហាត់រ៉ាឌីកាល់ច្រើនជាន់ដោយអំបញ្ញមិញយើងប្រើវិធីមួយទៀតដោយលើកជាស្វ័យគុណ5ក្នុងករណីនេះដើម្បីបំបត្តិឬទី5ចោលអង្គខាងស្ដាំនៅសល់តែឬ2ជាន់ប៉ុណ្ណោះបន្ទាប់មកយើងលើកអង្គសងខាងជាស្វ័យគុណ4គោលបំរងបំបត្តិឬទី4នៅពេលនោះអង្គខាងឆ្វេងបាន a សេគុណ5លើកជាសេគុណ4ចុងក្រោយបងអស់យើងលើកអង្គសងខាងជាគីបដោយសារតែនៅអង្គខាងស្ដាំមានឬគីបនៅពេលនោះអង្គខាងស្ដាំទទួលបានចម្លើយគឺ2ប៉ុណ្ណោះអង្គខាងឆ្វេងនិតសន្នត្រូវគុណបញ្ចូលគ្នាទទួលបាន a ស្វ័យគុណ60អង្គខាងស្ដាំគឺ2នៅពេលនោះហើយចម្លើយ a គឺឬទី60នៃ2តែម្ដងទៅចំពោះលំហាត់នេះវិញគឺជាលំហាត់ទី1ដដែលទេប៉ុន្តែយើងអាចរកចម្លើយវាតាមរបៀបទី2អំបញ្ញមិញដោយលើកជាស្វ័យគុណ5គោលបំណងគឺបំបត្តិឬទី5តែម្ដងដល់ពេលនោះអ្វីដែលទទួលបានតាមជាក់ស្ដែងដូចដែលបានបង្ហាញជូនបន្តមកទៀតយើងលើកជាស្វ័យគុណ4គោលបំណងបំបត្តិឬទី4ចំណែកមេគុណ2នោះត្រូវទទួលបាន2ស្វ័យគុណ4ដូចគ្នារីឯត្រង់ឬទី4ត្រូវបានបាត់នៅសល់តែឬទី3ប៉ុណ្ណោះចុងបញ្ចប់យើងត្រូវលើកជាស្វ័យគុណ3នៅអង្គសងខាងគោលបំណងបំបត្តិឬទី3ប៉ុន្តែកត្តាដទៃទៀតត្រូវទទួលបានស្វ័យគុណ3ដូចគ្នាដោយដែលបានបញ្ជាក់ជូននៅក្នុងនេះនៅពេលនេះហើយកណ្ដសមរ៉ាឌីកាល់ត្រូវបាត់ទាំងអស់រីឯអង្គខាងស្ដាំគោល2ទទួលបាននីតិសន្នចំនួន16យើងធ្វើការសម្រួលនីតិសន្នទាំងពីរយើងទទួលបានចម្លើយជាក់ស្ដែងគឺ r សេគុណ15ស្មើ2សេគុណ4នៅពេលនោះចម្លើយ r គឺឬទី15នៃ16